សួស្តីអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូមួយទៀតដែលបង្ហាញអំពីអាកាសធាតុអាកាសធាតុដែលយើងផ្ដោតទៅលើប្រទេសកម្ពុជារបស់យើងហើយថ្ងៃនេះផងដែរគឺខ្ញុំបានសាកល្បងធ្វើនៅលើកុំព្យូទ័រហ្នឹងហើយខ្ញុំបង្ហាញអញ្ចឹងកម្មវិធីនេះគឺជាកម្មវិធីមានឈ្មោះថា Windy បងប្អូនអាចមើលទៅលើឈ្មោះរបស់វាហើយចូលទៅក្នុងគេហទំព័រឬក៏ browser ណាមួយមានន័យថាជាឧបករណ៍បើកប្រើប្រាស់នៅអ៊ីនធឺណិត browser ណាមួយហើយបងប្អូនវាយពាក្យ Windy ហ្នឹងទៅវានឹងចេញឲ្យហើយកម្មវិធីនេះវាពិតជាល្អច្រើនមានការទទួលស្គាល់ច្រើនក្នុងការអ្នកប្រើប្រាស់យកទៅប្រើប្រាស់ណាអញ្ចឹងចូលមកដល់សាច់រឿងរបស់យើងវិញថាតើអាកាសធាតុវាសំខាន់យ៉ាងណាបងប្អូនដឹងហើយថារាល់ដំណើរការនៃការរស់រានមានជីវិតមិនថាមនុស្សយើងមិនថាសត្វមិនថារុក្ខជាតិទេគឺវាចាំបាច់ណាស់ត្រូវពឹងផ្អែកទៅលើលក្ខខណ្ឌអាកាសធាតុនឹងជាចម្បងពីព្រោះយើងត្រូវដឹងថាមុននឹងមានវត្តមានរបស់មនុស្សយើងមុននឹងមានវត្តមានរបស់សត្វឬក៏រុក្ខជាតិអាកាសធាតុវាបានកើតមុនបន្ទាប់ពីនោះមកគឺជីវិតផ្សេងនឹងវិវត្តមកតាមក្រោយសម្របខ្លួនឲ្យត្រូវជាមួយលក្ខខណ្ឌអាកាសធាតុដែលមានស្រាប់នៅលើភពផែនដីរបស់យើងនេះអញ្ចឹងទេរឿងហ្នឹងគឺជារឿងសំខាន់តួយ៉ាងយើងនៅក្នុងវិស័យកសិកម្មក៏រឹតតែចាំបាច់បន្ថែមមួយផ្នែកទៀតទៅលើការយល់ដឹងពីអាកាសធាតុនេះហើយនៅក្នុងចំណុចនេះនៅពេលដែលបងប្អូនបើកកម្មវិធី Windy នេះមកវានឹងចេញផ្ទៃបែបនេះផ្ទាំងបែបនេះនឹងឯងហើយដោយសារវាឈរនៅលើចំណុចមុខងារ Wind មានន័យថាខ្យល់អញ្ចឹងត្រង់ចំណុចនេះវាបង្ហាញអំពីចរន្តខ្យល់បក់អញ្ចឹងបងប្អូនដឹងហើយថានេះជាទិសដៅប្រទេសកម្ពុជាជាផែនទីរបស់ប្រទេសកម្ពុជាយើងហើយវាកំពុងតែមានចរន្តខ្យល់បក់ចំណុចសទូចដែលហោះសំដៅទៅលើចំណុចនីមួយនេះហើយគឺជាលំនាំខ្យល់បក់ឬក៏ចរន្តខ្យល់បក់ឥឡូវខ្ញុំសូមស៊ូមថយដើម្បីបង្ហាញឲ្យបងប្អូនឃើញអានេះវាហាក់បីដូចជាផែនទីពិភពលោកមួយផ្នែកហើយនេះចំណុចដែលយើងតែងតែឮគេនិយាយថាមហាសមុទ្រឥណ្ឌាគឺនៅនេះនៅពេលនេះគឺប្រទេសកម្ពុជាយើងកំពុងតែស្ថិតនៅក្នុងអាកាសធាតុមូសុងវស្សាណាទទួលរងឥទ្ធិពលខ្យល់មូសុងវស្សាបក់មកពីទិសនិរតីហើយទិសនិរតីនេះហើយគឺបក់ចេញពីមហាសមុទ្រឥណ្ឌានេះទៅអញ្ចឹងបងប្អូននឹងឃើញចរន្តទិសដៅខ្យល់ហ្នឹងកំពុងតែធ្វើដំណើរទៅរកប្រទេសកម្ពុជាយើងហើយនេះហើយមូលហេតុអ្វីបានជាវាបក់ទៅដោយសារនៅពេលនេះគឺតំបន់អាទឹកគោខាងជើងរបស់យើងវាទទួលរងនៅកម្ដៅខ្ពស់ហើយផ្ទៃសមុទ្រមហាសមុទ្រឥណ្ឌានេះក៏ឡើងកម្ដៅដែរដែលជាហេតុធ្វើឲ្យខ្យល់នៅតំបន់ហ្នឹងវាមានសំណើមច្រើនវាបក់ទៅលើដីគោកពីព្រោះដីគោកក៏ជាតំបន់ក្តៅដែរវាស្រូបយកសំណើមពីនឹងឯងទៅហើយតែកាលណាសំណើមទៅគឺទិសដៅខ្យល់គឺវាឆ្ពោះទៅនឹងឯងអញ្ចឹងទេគឺឃើញទេទិសដៅរបស់វាបក់ចូលមកហើយចេញពីមហាសមុទ្រឥណ្ឌាមានសមុទ្របេងហ្កាល់ហើយនិងសមុទ្រអាដាម៉ាន់មុននឹងឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ាប្រទេសថៃឈូងសមុទ្រថៃរហូតមកដល់សមុទ្រកម្ពុជាយើងវាអាចប្រែប្រួលទិសដៅបន្តិចបន្តួចទៅរំដល់ក្នុងប្រទេសកម្ពុជាយើងគឺទិសដៅខ្យល់វាហាក់បីដូចជាប្រែប្រួលទិសដៅបន្តិចបន្តួចហើយអញ្ចឹងខ្ញុំសូមបញ្ជាក់មកវិញថាទិសដៅនេះហើយគឺជាទិសដៅខ្យល់ដែលនាំយកសំណើមពីផ្ទៃសមុទ្រឥណ្ឌាយកសំណើមមកដល់ប្រទេសកម្ពុជាយើងមកដល់ដីគោកមិនថាប្រទេសកម្ពុជាយើងឬក៏ប្រទេសក្បែរខាងទេគឺទទួលរងឥទ្ធិពលនឹងដូចគ្នាដូច្នេះហើយតើកាលណាសំណើមខ្ពស់យើងឃើញមានវត្តមានពពកជាច្រើននៅ
លើផ្ទៃមេឃគ្រាន់តែថានៅថ្ងៃនេះថ្ងៃទី26 ខែ 6 ឆ្នាំ 2026 វាហាក់បីដូចជាមិនទទួលបានភ្លៀងទេពីព្រោះតែមានមូលហេតុមួយចំនួនដោយសារតែសំណើមខ្យល់ឬក៏ពពកទាំងអស់នោះវាអត់បានមានកម្លាំងប្រមូលផ្ដុំគ្នាដើម្បីបង្កើតបានទៅជាដុំពពកទឹកភ្លៀងដែលមានបរិមាណឬក៏មានម៉ាស់គ្រប់គ្រាន់ដើម្បីអាចកកើតទៅជាទឹកភ្លៀងបានបន្ទាប់មកវាមិនអាចមានលក្ខខណ្ឌបែបហ្នឹងហើយទៅចរន្តខ្យល់នោះគឺវាបក់នាំយកអាពពកផ្សេងៗហ្នឹងចេះតែរសាត់ផុតទៅហ្នឹងហើយប៉ុន្តែមិនយូរមិនឆាប់ទេអាចថាថ្ងៃនេះថ្ងៃស្អែកចាប់ផ្ដើមមានភ្លៀងបណ្ដើរដោយកន្លែងហើយជាពិសេសយើងបានថ្មីថ្មោងនេះយើងឃើញមានព័ត៌មានថ្មីមួយគឺនៅថ្ងៃទី25ម្សិលមិញនៅក្នុងតំបន់បិទត្រាងនៃខេត្តព្រះសីហនុគឺតំបន់ហ្នឹងមានគ្រោះទឹកជំនន់បើបងប្អូនបានពិនិត្យមើលព័ត៌មានតាម Facebook អាចឃើញហើយចាំវិញខ្ញុំបង្ហាញតំបន់ហ្នឹងតំបន់បិទត្រាងក្នុងនេះវាហាក់បីដូចជាអត់បង្ហាញឈ្មោះអស់យើងដឹងតែនៅតំបន់ផ្នែកនេះហើយដែលជាផ្នែកទទួលរងសំណើមចំហាយទឹកនឹងបានច្រើនអញ្ចឹងទៅហើយវាឆាប់កកើតជាភ្លៀងរហូតដល់ខ្លាយទឹកជាទឹកជំនន់ថែមទៀតផងអញ្ចឹងក្នុងវីដេអូមួយនេះគឺខ្ញុំបង្ហាញចំណុចទាំងហ្នឹងគឺនៅពេលដែលយើងបានដឹងពីផែនទីនេះយើងអាចស្វែងយល់អំពីទិសដៅចរន្តខ្យល់ដែលទិសដៅចរន្តខ្យល់នឹងហើយគឺជាខ្យល់ដែលនាំយកសំណើមមកកាន់ដីគោកហើយដីគោកមិនមែនមានតែប្រទេសកម្ពុជាយើងទេគឺវាមាននេះប្រទេសមីយ៉ាន់ម៉ានៅដៃនេះហើយផ្នែកខ្លះនៃប្រទេសថៃអញ្ចឹងវាត្រូវបកឆ្លងកាត់អានឹងសិនដល់ពេលដែលវាឆ្លងកាត់តំបន់នឹងហើយធ្វើឲ្យទិសដៅខ្យល់មុននឹងចូលមកដល់ប្រទេសកម្ពុជាយើងវាហាក់បីដូចជាប្រែប្រួលទិសដៅបន្តិចបន្តួចបងប្អូនបានឃើញហើយនៅពេលថ្ងៃអាសៀលអីហ្នឹងគឺយើងឧស្សាហ៍ឃើញច្បាស់មានចរន្តខ្យល់បក់មកពីទិសខាងលិចផងពីទិសខាងនិរដីផងអញ្ចឹងវាច្បល់ទិសដៅយើងហើយមានន័យថាវាអត់ស្របតាមទ្រឹស្ដី 100% ទេដែលថាខ្យល់បក់ពីទិសនិរដីមកណាហ្នឹងហើយតែមែនទែនទៅគឺបក់ចេញទៅពីនិរដីចឹងហើយតែកន្លងរបស់ខ្យល់វាអាចប្រែប្រួលទិសដៅមួយចំនួនទៀតទៅតាមលក្ខខណ្ឌផ្សេងៗដែលមានឥទ្ធិពលលើទិសដៅខ្យល់នោះប៉ុន្តែវានៅតែឈរលើចំណុចរួមមួយគឺបក់ពីទិសនិរដីទៅឬក៏ទិសខាងលិចអញ្ចឹងចំពោះវីដេអូនេះគឺខ្ញុំបង្ហាញអញ្ចឹងហើយចង់ផ្សារភ្ជាប់ផងដែរថានេះចំណុចដែលបងប្អូនឃើញថារាងក្រហមទៅក្រូចនេះឬក៏តំបន់នេះសុទ្ធតែផ្ទៃសមុទ្រអានេះសមុទ្រខាងត្បូងហៅសមុទ្រខាងត្បូងនេះប្រទេសអូស្ត្រាលីអញ្ចឹងយើងងាកមកត្រឡប់មកតំបន់ចិត្តក្បែរប្រទេសកម្ពុជាយើងវិញយើងតែងតែឮថាមានព្យុះនៅតំបន់សមុទ្រចិនខាងត្បូងនៅសមុទ្រប៉ាស៊ីហ្វិកអីហ្នឹងគឺនេះណាតំបន់នេះណាតំបន់សមុទ្រចិនខាងត្បូងគឺវារងមានន័យថាវាសម្ពាធទាបនៅទីនោះវាឡើងកម្ដៅអញ្ចឹងអាពួកនឹងហើយមានព្យុះមានអីកើតឡើងវាជាឥទ្ធិពលមកដល់ប្រទេសកម្ពុជាយើងទៅតាមកម្លាំងរបស់វាឧទាហរណ៍បើព្យុះនឹងធំព្យុះនឹងខ្លាំងឥទ្ធិពលរបស់វាមានទិសដៅទៅរកប្រទេសកម្ពុជាយើងដែរពេលនោះហើយប្រទេសកម្ពុជាយើងនឹងមានអាកាសធាតុយើងមើលទៅអ៊ូអាប់ពពកខ្មៅច្រើនភ្លៀងច្រើនអីជាដើមណានេះមុននេះហើយថ្ងៃមុនព្យុះមេខាឡាកើតនៅតំបន់នេះប៉ុន្តែឥទ្ធិពលរបស់វាបក់ទៅទិសខាងជើងប៉ូលគឺបក់ទៅខាងលើអញ្ចឹងហើយទៅធ្វើឲ្យប្រទេសកម្ពុជាយើងវាអត់ទទួលរងឥទ្ធិពលហ្នឹងបានជាប់ច្រើនទេវាគ្រាន់តែមានផ្នែកខ្លះផ្សាយភាយមកដល់ហើយតែភ្លៀងមិនបានមានភ្លៀងអីផងហ្នឹងហើយ
ហើយបើសមុទ្រ Pacific ខាងលិចដែលគេព្យាករណ៍ថាផ្ទៃទឹកសមុទ្រឡើងកម្ដៅអីហ្នឹងនេះសិតតែតំបន់នេះហើយនេះ Pacific អញ្ចឹងតំបន់នេះហើយវាឡើងកម្ដៅខ្លាំងធ្វើឲ្យកើតបាតុភិបឬក៏កើតឡើងនៅ El Niño អីហ្នឹងគឺលក្ខខណ្ឌបែបហ្នឹងហើយអញ្ចឹងកម្មវិធី Windy នេះគឺជាកម្មវិធីព្យាករណ៍អាកាសធាតុដ៏ល្អមួយពិតមែនណាហ្នឹងហើយអញ្ចឹងចំពោះវីដេអូនេះខ្ញុំធ្វើអំពីចំណុចខ្យល់បក់ឬក៏ទិសដៅខ្យល់បក់នៅក្នុងកម្មវិធី Windy អញ្ចឹងសូមអរគុណសម្រាប់ការតាមដានចំពោះវីដេអូនេះហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតបង្ហាញពីមុខងារមួយទៀតដែលមានសារៈសំខាន់ផងដែរសម្រាប់យើងដែលជាអ្នកអនុវត្តឬក៏អ្នកធ្វើកសិកម្មណាហ្នឹងហើយពីព្រោះវាសំខាន់ដែរហើយសួរថាពេលយើងដឹងទៅវាបានទទួលផលប្រយោជន៍អីយើងទៅកែប្រែយើងទៅធ្វើឲ្យមានប្រែប្រួលអាកាសធាតុទាំងនោះបានអីវាមិនអញ្ចឹងពេកទេប៉ុន្តែយើងអាចដឹងខ្លួនបានជាមុនយើងអាចត្រៀមការពារខ្លួនទុកជាមុននៅពេលដែលវាមានការប្រែប្រួលឬក៏វាមានសញ្ញាប្រែប្រួលអីមានន័យថាយើងអាចយល់ដឹងពីវាបានច្រើនជាងមុនណាអញ្ចឹងហើយក៏សូមអរគុណសម្រាប់ការតាមដាន